ទីការអ្នកស្ដាប់វិទ្យុអាស៊ីសេរីបាទខ្ញុំបាទយើងសុជាមេតាសូមជម្រាបសួរលោកអ្នកនាងស្ដាប់ជាទីគោរពរាប់អានបាទនៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនេះទៅនេះគឺយើងមានការចូលរួមពីវិក្កាមចំនួន2រូបរួមមានអាយដាមថាជាថាអាយដាមគឺជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមហើយនឹងលោកបណ្ឌិតរស់រាវុធលោកបណ្ឌិតគឺជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយបាទខ្ញុំបាទសូមជម្រាបសួរបាទសូមជម្រាបសួរបាទលោកនាងស្ដាប់ជាទីមេត្រីអស់រយៈពេលជិត1ខែមកហើយដែលចំនួនពីសម្ដីបានកាត់ឡើងរវាងអង្គការសមាគមខ្មែរកម្ពុជាក្រោមជាមួយនឹងមន្ត្រីស្ថានទូតវៀតណាមប្រចាំកម្ពុជាហើយចំនួននេះកាត់ឡើងបន្ទាប់ពីមន្ត្រីស្ថានទូតវៀតណាមប្រចាំកម្ពុជាគឺលោកស្រាំងបាំងថងបានលើកឡើងថាទឹកដីកម្ពុជាក្រោមគឺជាទឹកដីរបស់វៀតណាមតាំងពីយូរយារណាស់មកហើយគាត់លើកឡើងថែមទៀតថាបារាំងមិនបានកាត់ទឹកដីកម្ពុជាក្រោមនោះទៅឲ្យវៀតណាមទេហើយអ្វីដែលខ្មែរក្រោមលើកឡើងនោះគឺជាការមូលបង្កាច់គឺជាការបណ្ឌិតគឺជាលើកឡើងដោយគ្មានមូលដ្ឋានច្បាប់គ្មានភស្តុតាងប្រវត្តិសាស្ត្រជាដើមហើយចំណែកខាងអង្គការសមាគមខ្មែរកម្ពុជាក្រោមវិញទាមទារឲ្យខាងវៀតណាមនឹងលើកឡើងបង្ហាញជាឯកសារដើម្បីជាភស្តុតាងហើយបើសិនជាគ្មានឯកសារបង្ហាញទេខាងអង្គការសមាគមខ្មែរកម្ពុជាក្រោមចាត់ទុកថានេះជាការប្រមាថដល់ប្រជាពលរដ្ឋខ្មែរហើយទាមទារឲ្យខាងមន្ត្រីស្ថានទូតវៀតណាមធ្វើការសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋខ្មែរទូទៅបាទតើតើនឹងរឿងនេះខ្ញុំសូមផ្ដើមដោយអេដាមទេសថាអេដាមខ្ញុំចង់ដឹងថាហេតុអ្វីបានជាខ្មែរក្រោមមានភាពចាំបាច់ត្រូវតែតតាំងជាមួយមន្ត្រីវៀតណាមអំពីបញ្ហាការខ្វែងគំនិតតាក់ទងនឹងប្រវត្តិសាស្ត្រដែលដីកម្ពុជាក្រោមនោះបាទសូមជម្រាបអេដាមបាទសូមអរគុណជាបឋមខ្ញុំកណាសូមក្រាបថ្វាយបង្គំប្រធានាធិរៈគ្រប់ព្រះអង្គសូមគោរពបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្នេហាហើយសូមអរគុណដល់វិទ្យុអស៊ីសេរីដែលបានផ្ដល់កិត្តិយសឲ្យខ្ញុំបានមកបំភ្លឺឬក៏ឆ្លើយចំពោះអ្វីដែលខាងអ្នកការទូតយួនបានលើកឡើងថាទឹកដីកម្ពុជាក្រោមជាទឹកដីរបស់យួនតាំងពីយូរហើយមកនោះយើងជាខ្មែរដែលទោះបីជាយើងបានកើតក្នុងក្រមការត្រួតត្រាអាណានិគមយួនក៏ដោយក៏យើងមានឈាមជ័រយើងជាខ្មែរយើងមិនអាចភ្លេចកំណើតយើងជាខ្មែរបានទេដូច្នេះអ្វីដែលយួនបានលើកឡើងហ្នឹងគឺគេចង់បំបត្តិមិនត្រឹមតែចង់បំបត្តិពូជសាសន៍ខ្មែរទេឥឡូវសូម្បីតែប្រវត្តិសាស្ត្រក៏យួនចង់បំបត្តិថែមទៀតផងអញ្ចឹងយើងមិនអាចនៅស្ងៀមបានទេក្នុងឋានៈយើងជាខ្មែរយើងត្រូវតែការពារប្រវត្តិសាស្ត្រព្រោះទឹកដីកម្ពុជាក្រោមនរណាក៏ដឹងដែរថាខ្មែរជាអ្នកកាប់ខ្លាចឆ្កាព្រៃមុនគេណាហើយបើនិយាយពីខ្មែរយើងវិញគឺរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងមុនគេផងចាស់ជាងគេផងណាមានប្រវត្តិសាស្ត្រជាង2000ឆ្នាំមុនគ្រិស្តសករាជអញ្ចឹងយើងដឹងហើយថានៅលើទឹកដីកម្ពុជាក្រោមពីមុនគេហៅថាហ្វូណននៅហ្វូណនហ្នឹងរហូតដល់ការដឹកនាំការសោយរាជរបស់ព្រះមហាក្សត្របឋមមហាក្សត្រហៅថារាជវង្សក៏បានចាប់ផ្ដើមដំបូងលើទឹកដីហ្វូណនដែលហៅថាកម្ពុជាក្រោមនេះរហូតដល់ឆ្នាំ550ក្នុងរាជការរបស់ព្រះបាទថាវរ្ម័នបានមានការរួបរวมរវាងចេនឡាគឺកម្ពុជារបស់យើងនេះហើយជាមួយនឹងហ៊ុនណតបានក្លាយទៅជាប្រជាជាតិអាណាចក្រកម្ពុជាអានេះគឺអ្នកប្រវត្តិសាស្ត្រប្រវត្តិវិទូគេទទួលស្គាល់យ៉ាងច្បាស់លាស់ដែលมันអាចប្រកែកបានគឺថាក្នុងឆ្នាំ550ហ្នឹងគឺចាប់ផ្ដើមបង្រួបទៅជាប្រជាជាតិអាណាចក្រកម្ពុជាហើយតាំងពីបង្រួបរហូតមកយើងមិនដែលឃើញជនជាតិយួននឹងណាម្នាក់នៅនោះផងហ្នឹងដល់ឆ្នាំ1618បែបសម័យទីជាតិថាទី2បានមានឃើញជនជាតិយួនមកដល់ស្រុកខ្មែរបានដោយតាមរយៈពនាងកូនស្ដេចយួនអង្គចៅទី9មានសៃវឿងណាមានសៃវឿងស្ដេចយួនឈ្មោះមានសៃវឿងហ្នឹងដែលអង្គចៅហៅកូនទី9កូនចិនកូនទី10ខ្ញុំមិនដែរកូនទី10ឈ្មោះងកវាងហ្នឹងគឺបានរៀបអភិសេកជាមួយបាទជាជាតិថាទី2គឺយួនបានមកដំបូងបំផុតដែរហើយក្រោយពេលដែលបានមកដំបូងហ្នឹងយួនគឺមានល្បិចកិច្ចកលខ្លាំងណាស់ធ្វើមួយថ្ងៃឈឺក្បាលមួយថ្ងៃវិលមុខទៅសុំបបាត់ជាជាតិថាទី2ហ្នឹងដើម្បីកំសាន្តនៅទឹកដីខាងក្រោមរដ្ឋាភិបាលទឹកដីខ្មែរធំលូនមួយណាសុំតែ2ខែទេដល់ទៅហួស15ខែដល់ឃើញហើយត្រឡប់មកវិញសុំបបាត់ជាជាតិថាទី2ហ្នឹងគឺឲ្យជនជាតិយួនហ្នឹងគឺមករស់នៅដើម្បីធ្វើស្រែចម្ការដល់ឃើញបានក្រាន់បើក៏ចាប់ផ្ដើមបញ្ជូនទូតមកសុំបាត់ជាជាតិថាទី2ហ្នឹងគឺខ្ចីដីព្រៃនគរហ្នឹង5ឆ្នាំដើម្បី
ធ្វើទីកន្លែងចំនួនមើលការខុសត្រូវជនជាតិយួននៅនឹងតែម្ដងអានេះគឺថាដំបូងផុតដែលយួនចូលមកទឹកដីកម្ពុជានេះនៅទឹកដីខ្មែរយើងអញ្ចឹងយើងឃើញថាយួនមានវត្តមានលើទីនោះទេអញ្ចឹងហើយបើយើងនិយាយប្រវត្តិយួនវិញយួនគឺបានវិទីរហូតយកនៅខាងតង់កាំងហ្នឹងមិនមែនជាដីរបស់យួនទេគឺដីរបស់ជនជាតិនៅកន្លែងហ្នឹងមានម៉ែវមានស្ទៀងមានរដែងមានរ៉ៃទាំងអស់ហ្នឹងយួនបានវិទីនៅហ្នឹងមកហ្នឹងហើយបានចិនមកវាយក្រមគ្រប់គ្រងវិញចិនបានត្រួតត្រាយួនហ្នឹងជាង 1000 ឆ្នាំអញ្ចឹងយួនហ្នឹងក៏ជាចិនមកបែកខាងត្បូងដែរហើយអញ្ចឹងដល់ក្រោយពីជាង 1000 ឆ្នាំនៅឆ្នាំ 939 នេះគឺបានរំដោះពីចិនហើយយួនក៏វាយម្ដងទៅក្រមចិនម្ដងឯករាជ្យតម្រាំតបានមានឈ្មោះជាយួនក្នុងរង្វង់សតវត្សទី 13 អញ្ចឹងហើយយើងឃើញថាវាអំណាចមករហូតដល់កាត់មកថានគរចាមប្រទេសចាមបានមកដល់កម្ពុជាក្រមអញ្ចឹងយួនដែលថាទឹកដីនោះជាទឹកដីរបស់យួននោះសួរទទួលស្គាល់ថាមានទឹកដីចាមទេដែលហើយហ្វងរលទាំងថ្ងៃទីក្រុងវេរាល់ថ្ងៃនេះដែលយួនហៅទីក្រុងវេនេះវៀតណាមកដាហៅថាទ្រង់កេឬទ្រង់បោរបស់គេនេះណាសួរថាយួនទទួលស្គាល់នោះជាទឹកដីរបស់ចាមទេបើទឹកដីរបស់ចាមមានន័យថាព្រំដែនខ្មែរមិនមែនជាមួយព្រំដែនយួនទេវាមានខាងមួយគឺប្រទេសចាមរួចហើយអញ្ចឹងបើមានប្រទេសចាមទម្រាំតែយួនមកយកដល់ទឹកដីកម្ពុជាក្រមមានន័យថាឆ្លងកាត់ចាមរួចហើយអញ្ចឹងអ្នកប្រវត្តិសាស្ត្រយួនហ្នឹងក៏ត្រូវតែស្គាល់ដែរតាំងវត្តធំក៏គួរគាត់គិតថាគាត់ត្រូវតែរៀនសូត្រច្បាស់អំពីរឿងហ្នឹងហើយអ្នកប្រវត្តិសាស្ត្រយួនជាច្រើនអានេះគេបានទទួលស្គាល់ច្បាស់ណាស់ថាទឹកដីកម្ពុជាក្រមជាទឹកដីរបស់ខ្មែរអញ្ចឹងពេលនេះហើយដែលយួនឃើញថានៅកម្ពុជាក្រមពីមួយសម័យមួយទៅសម័យមួយយួនមានគំនិតបំណងក្នុងការរំលាយពូជសាសន៍ខ្មែរនឹងច្រើនលើកច្រើនសារឥឡូវនេះយើងឃើញថាមិនត្រឹមតែចេតនាក្នុងការបំបត្តិពូជសាសន៍ខ្មែរទេខ្ញុំមិនរៀបរាប់ច្រើនទេនៅក្នុងសេចក្តីទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរដែលយើងជាម្ចាស់ដើមនៃទឹកដីហើយคล้ายទៅជាជនជាតិភាគតិចនៅលើទឹកដីកំណើតរបស់ខ្លួនអានោះគឺថាវេទនារាប់មិនអស់ឥឡូវនេះពេលបំបត្តិពូជសាសន៍ខ្មែរមិនបានមិនទាន់អស់ខ្មែរនៅលើទឹកដីយួនដែលយួនយកហើយនឹងមិនបំបត្តិមិនអស់ឥឡូវចង់បំបត្តិប្រវត្តិសាស្ត្រទៅទៀតអានេះដែលយើងឃើញថានេះជាចេតនាមួយរបស់យួនអញ្ចឹងយើងខ្ញុំក្នុងនាមជាបរដ្ឋខ្មែរឈាមជ័រជាខ្មែរទោះបីជាបារាំងកាត់ទឹកដីនឹងទៅឲ្យយួនក៏ដោយណាប៉ុន្តែយើងខ្ញុំនៅតែជាខ្មែរដដែលបារាំងមិនដែលកាត់សេចក្ដីនឹងទៅឲ្យយួនទេឲ្យពួកខ្ញុំទៅជាយួនទេហើយក៏យើងខ្ញុំមិនដែលត្រូវមានតឡាការណាមួយកាត់ពួកឲ្យពួកយើងខ្ញុំទៅជាជនជាតិយួនដែរអញ្ចឹងនៅខ្មែរខាងក្រោមគេនៅរក្សាអត្តសញ្ញាណរបស់ខ្មែរភាសាវប្បធម៌អក្សរសាស្ត្រជាខ្មែរដដែលអញ្ចឹងហើយពេលដែលចង់បំបត្តិប្រវត្តិសាស្ត្រនេះយើងខ្ញុំមានការជិះចាប់ហើយខ្ញុំជឿថាមិនមែនតែខ្មែរក្រមទេទាំងខ្មែរលើខ្មែរកណ្ដាលខ្មែរទូទៅហ្នឹងគឺមានការជិះចាប់ណាព្រោះនេះជាការប្រមាថជាការមើលងាយដល់ប្រជាពលរដ្ឋខ្មែរហើយជាពិសេសគណៈចេះដឹងខ្មែរអានោះរឿងអីដែលពេលនេះដែលគេមានការប្រមាថការគេមើលងាយបែបនេះអញ្ចឹងខ្ញុំចង់ជម្រាបដល់អស់លោកដែលជាអ្នកប្រាជ្ញបញ្ញវន្តផ្នែកប្រវត្តិសាស្ត្រអីទាំងអស់នេះដល់គេកន្លែងប្រវត្តិសាស្ត្រអញ្ចឹងហើយអស់លោកមិនមែនតែរឿងខ្មែរក្រមទេអានេះជារឿងខ្មែរទូទៅហើយបើថារដ្ឋាភិបាលអានេះយើងមិនបាច់និយាយទេព្រោះគាត់មានហ៊ានហាមាត់មិនហើបមាត់ទេអញ្ចឹងហើយដោយសារថាអីក៏ដោយបើសិនជាអ្នកនយោបាយខ្មែរឬក៏អ្នកផ្សេងអីប៉ះពាល់គឺគាត់នឹងភ្លាមមកកាត់ប្រតិកម្មពុកអីណាលះអីប្រតិកម្មលះទៅស្អីទៅច្រើនណាប៉ុន្តែដល់ពេលប៉ះពាល់ដល់យួនមិនអាចតែមិនហ៊ាននិយាយទេដល់រឿងអីក៏ដោយឲ្យចំណាំទៅគឺគាត់មិនហ៊ាននិយាយទេអញ្ចឹងហើយមានតែយើងជាខ្មែរទេទាំងអស់គ្នាទេដែលយើងត្រូវតែសាមគ្គីគ្នារួបរวมគ្នាទាំងអស់ដើម្បីយើងក្រោកឡើងយើងការពារប្រវត្តិសាស្ត្ររបស់យើងបាទអរគុណអាដាមលោកបណ្ឌិតដូចអាដាមទេសថាលើកឡើងមកអញ្ចឹងអំពីប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រមហើយដំណើរក៏ដឹងដែរឲ្យតែអ្នកសិក្សាប្រវត្តិសាស្ត្រឲ្យទៅបានអានប្រវត្តិសាស្ត្រប្រទេសកម្ពុជាដំណើរក៏ដឹងថាទឹកដីនេះគឺជាទឹកដីអតីតទឹកដីរបស់កម្ពុជាដែរហើយដោយអាដាមលើកឡើងមកអញ្ចឹងមែនទែនទៅនៅកម្ពុជាក្រមហ្នឹងប្រជាពលរដ្ឋរស់នៅក្នុងតាំងពីយូរកសាងវត្តអារាមគ្រប់សពបែបយ៉ាងមានខេត្តឈ្មោះខ្មែរគ្រប់សពបែបយ៉ាងតាំងពីជនជាតិយួនហ្នឹងជនជាតិវៀតណាមហ្នឹងអត់ទាន់មានរដ្ឋរបស់ខ្លួននៅក្នុងសតវត្សទី10មកដែរតើតើនៅរឿងហ្នឹងខ្ញុំចង់សួរលោកបណ្ឌិតថាចេះថាបើសិនជាប្រវត្តិសាស្ត្រវាអញ្ចឹងហេតុអីក៏មន្ត្រីនាំពាក្យវៀតណាមគាត់ក៏ឃ្លើននៅហ៊ានលើកឡើងអំពីបញ្ហាដែលថាទឹកដីនេះជាទឹកដីរបស់គាត់តាំងពីយូរមកទេលោកបណ្ឌិតបាទសូមជួយបកស្រាយសូមអរគុណមេត្តាហើយសូមជម្រាបសួរប្រិយមិត្តអ្នកស្ដាប់វិទ្យុអេស៊ីសេរីទាំងអស់ជាទីរាប់អានបាទជាដំបូងនេះខ្ញុំសូមអធិស្ឋានផងដែរព្រោះដោយសារខ្ញុំមិនមែនជាអ្នកប្រវត្តិសាស្ត្រអញ្ចឹងបើមានការខុសឆ្គងយ៉ាងណាសូមអធិស្ឋានដែរប៉ុន្តែក្នុងការសិក្សាពីបញ្ហានេះខ្ញុំសូមលើកយកទិដ្ឋភាព3មកបញ្ជាក់នៅពាក្យនេះទិដ្ឋភាពទី1យើងសិក្សាពីទិដ្ឋភាពភូមិសាស្ត្រ
ទស្សនវិជ្ជាភូមិសាស្ត្រនេះសួរថាតើសម័យនោះប្រទេសវៀតណាមស្ថិតនៅទីតាំងណាដោយអាដាមថាជាថាបានលើកឡើងមកមិនអញ្ចឹងគឺប្រទេសវៀតណាមនិងដែនដីកម្ពុជាក្រោមស្ថិតនៅចន្លោះប្រទេសដែនដីកម្ពុជាក្រោមនិងប្រទេសវៀតណាមមានប្រទេសពីរទៀតគឺប្រទេសចម្ប៉ានិងយួនវេដែលការចំណងនោះមានស្ដេចគេហៅថាស្ដេចក្រុងវេបាទហើយមួយទៀតរដ្ឋាភិបាលវៀតណាមខ្លួនឯងនេះបានទទួលស្គាល់ថានៅភាគខាងត្បូងនៃប្រទេសវៀតណាមគឺមានជនជាតិភាគតិច29ជនជាតិដែលក្នុងនោះមានជនជាតិខ្មែររស់នៅច្រើនជាងគេបាទដែលសถิតិប្រជាជនវៀតណាមដែលអាជ្ញាធរវៀតណាមខ្លួនឯងនេះបានស្រង់នៅឆ្នាំ2002គ្រាន់តែប្រជាជនខ្មែរក្រោមដែលរស់នៅខេត្តព្រះតាពាំងមួយជាង900,000 នាក់នេះជាព័ត៌មានដែលប្រកាសដោយអាជ្ញាធរវៀតណាមបច្ចុប្បន្នបាទនេះជាតកតាងមួយបាទទស្សនវិជ្ជាទី2យើងសិក្សាពីជាបន្ធុនេះគឺយើងសិក្សាពីការកកើតនៃជាតិសាសន៍ព្រោះខ្មែរក្រោមគាត់បានកកើតរស់នៅទីតាំងកន្លែងនោះយូរហើយសួរថាកន្លែងណាដែលបញ្ជាក់ថាគាត់រស់នៅកន្លែងនោះយូរហើយព្រោះគាត់មានវប្បធម៌របស់គាត់មានប្រពៃណីមានទំនៀមទម្លាប់មានវត្តអារាមឃើញទេគ្រាន់តែវត្តរាំងសីមនីរាំងសីវណ្ណារាមមួយសង់តាំងពីឆ្នាំ1998នោះមុនបារាំងកាត់ទឹកដីវៀតណាម1949បាទអញ្ចឹងយើងមើលមានន័យថាគាត់ខ្មែរក្រោមគាត់បានតាំងទីលំនៅនៅកន្លែងនោះយូរហើយប្រពៃណីទំនៀមទម្លាប់យ៉ាងម៉េចឧទាហរណ៍ដូចជាបុណ្យភ្ជុំបិណ្ឌបុណ្យចូលឆ្នាំបុណ្យអុំទូកសួរថាប្រទេសវៀតណាមមាននេះពិធីបុណ្យទាំងអស់នេះគឺអត់មានទេអញ្ចឹងទាំងអស់ហ្នឹងដែលឆ្លោះបញ្ចាំងថាដែនដីកម្ពុជាក្រោមជារបស់ខ្មែរមិនមែនជារបស់វៀតណាមទេបាទដោយលោកមិនលើកឡើងអញ្ចឹងអត្តលហេកប្រវត្តិសាស្ត្រជាតិបន្ធុអីផ្សេងហ្នឹងហើយទទួលស្គាល់ថាដីហ្នឹងដីអតីតដីរបស់កម្ពុជាប៉ុន្តែខ្ញុំចង់សួរថាហេតុអីបានជាមន្ត្រីវៀតណាមនៅតែក៏ឃ្លើនលើកឡើងបំភ្លៃប្រវត្តិសាស្ត្រទេកន្លែងនេះគាត់ចង់បំបត្តិយើងគិតមើលថាគាត់បំបត្តិទាំងគាត់ចង់បំបត្តិទាំងវប្បធម៌បំបត្តិទាំងជាតិសាសន៍បំបត្តិទាំងវប្បធម៌បំបត្តិទាំងជាតិសាសន៍យ៉ាងម៉េចខ្ញុំឧទាហរណ៍រឿងមួយនៅខែមករាឆ្នាំ2009បើវៀតណាមមិនចង់បំបត្តិប្រវត្តិសាស្ត្រវៀតណាមតែខ្លាចអីរឿងសភៅប្រវត្តិសាស្ត្រនៅខែមករាឆ្នាំ2009នេះអាជ្ញាធរខេត្តស្វាយរៀងសហការជាមួយនឹងភ្នាក់ងារវៀតណាមចុះចាប់ប្រធានសមាគមខ្មែរកម្ពុជាក្រោមគ្រាន់តែរឿងសភៅ3ក្បាលហើយទៅចាប់ខ្មែរកម្ពុជាក្រោម12នាក់ទៀតដាក់គុកនៅដែនដីកម្ពុជាក្រោមហើយសភៅ3ក្បាលនោះមានសរសេរតែប្រវត្តិសាស្ត្រខ្មែរក្រោមសរសេរពីរឿងនិទានខ្មែរក្រោមរឿងនិយាយពីស្ត្រីខ្មែរក្រោមអញ្ចឹងមានន័យថាវៀតណាមចង់បំបត្តិប្រវត្តិសាស្ត្រមិនមែនគាត់មិនដឹងទេគឺគាត់ថាអញ្ចឹងទៅដូចជានៅខែមិនិនា2009ដដែលមន្ត្រីវៀតណាមម្នាក់គាត់ឆ្លើយថាទឹកដីជាដុកនឹងទឹកដីរបស់គាត់ឲ្យវាយបានពីខ្មែរក្រហមគាត់ឆ្លើយឆ្កុយទៅអញ្ចឹងទៅប៉ុន្តែយើងមានសិទ្ធិបកស្រាយថាអ្វីដែលជាទឹកដីរបស់ខ្មែរក្រោមដូចមិញខ្ញុំអត់ទាន់បានបញ្ចប់យើងទៅបានតែទស្សនវិជ្ជាទី2និយាយពីជាតិពន្ធទស្សនវិជ្ជាទី3យើងនិយាយពីនយោបាយថាតើបញ្ជាក់កន្លែងណាថាខ្មែរក្រោមជាទឹកដីខ្មែរក្រោមជារបស់វៀតណាមគឺកន្លែងពីនិយាយពីទស្សនវិជ្ជានយោបាយនេះខ្ញុំសូមចែកចេញជា4ផ្នែកផ្នែកទី1យើងសិក្សាពីជ័យជេដ្ឋាទី2សំទោសព្រះបាទអង្គឌួង
ករណីទី1យើងសិក្សាពីប្រវត្តិអង្គឌួងកាលពីសម័យនោះសៀមតាំងខ្លួនជាឪពុកយួនតាំងខ្លួនជាម្ដាយហើយបំរុងនឹងពុះចែកកម្ពុជាជាប្រទេសកម្ពុជាដើម្បីគ្រប់គ្រងជាពីរអញ្ចឹងប្របាទជ័យថាទីសំទប់ប្របាទអង្គឌួងមើលឃើញអញ្ចឹងក៏ធ្វើទំនាក់ទំនងតាមរយៈមេសាសនាកាតូលិកឈ្មោះអេវ៉ាក់មីសហ្នឹងគឺទៅតាក់ទងជាមួយនឹងបារាំងសម័យណាប៉ូឡុងទី3ដើម្បីឲ្យបារាំងមកធ្វើជាអាណាព្យាបាលរបស់ខ្មែរបារាំងពេលនោះបានមកដល់គឺទៅឈរជើងនៅទឹកដីកម្ពុជាក្រោមដោយឲ្យឈ្មោះថាកូសាំងស៊ីនដើម្បីត្រួតពិនិត្យប្រទេស3ហ្នឹងកម្ពុជាវៀតណាមនឹងឯងបាទនេះជាអំណះអំណាងមួយថាខ្មែរព្រួយបារម្ភរឿងការរំលោភបំពានទឹកដីខ្មែរបាទចំណុចទី2បន្ទាប់ពីសម័យព្រះបាទអង្គឌួងយើងសិក្សាទៅលើសម័យអាណាព្យាបាលបារាំងសម័យអាណាព្យាបាលបារាំងនេះបារាំងបានចុះសន្ធិសញ្ញាបារាំងសៀមជាមួយនឹងសៀមកិច្ចព្រមព្រៀងរឿងបញ្ហាព្រំដែនចម្លែកព្រំដែនខាងកើតបារាំងមិនបានកិច្ចព្រមព្រៀងព្រំដែនទេគឺបែរជាប្រើពាក្យថាព្រំដែនរដ្ឋបាលហើយព្រំដែនរដ្ឋបាលនេះហើយដែលធ្វើឲ្យប្រទេសខ្មែរបាត់បង់ទឹកដីរហូតដល់សប្តាហ៍នេះរហូតដល់ខេត្តកំពង់ចាមទៅអីនេះឃើញទេអាហ្នឹងដោយសារព្រំដែនរដ្ឋបាលនេះឯងបាទចំណុចទី3យើងនិយាយពីដោយសារមេដឹកនាំខ្មែរមានការទាស់គ្នាខ្វែងគំនិតគ្នានឹងហើយវៀតណាមគេចេះគេឆក់ឱកាសខ្ចីដីខ្មែរដើម្បីធ្វើការតស៊ូរំដោះប្រទេសគេបាទទី1គឺដេញបារាំងហើយការដេញបារាំងនេះនៅពេលដែលបារាំងទុនដៃក្នុងសង្គ្រាមគឺបារាំងមិនបានគិតអីទាំងអស់ក៏បារាំងនឹងចុះហត្ថលេខាឲ្យវៀតណាមតែម្ដងដោយមិនបានសួរភាគីខ្មែរអញ្ចឹងទោះបីបារាំងនឹងកាត់ដីឲ្យខ្មែរទឹកដីកម្ពុជាក្រោមឲ្យវៀតណាមនៅខែមិថុនាឆ្នាំ1949ហ្នឹងមែនប៉ុន្តែមិនបានពិភាក្សាមួយខ្មែរហើយខ្មែរអត់ដឹងអញ្ចឹងមានន័យថាខ្មែរឧទាហរណ៍ថាដូចលោកយករបស់ខ្ញុំអត់ដឹងអញ្ចឹងធ្វើម៉េចខ្ញុំព្រមថាខ្ញុំឲ្យលោកនេះកន្លែងហ្នឹងយើងត្រូវចាំអញ្ចឹងពួកបារាំងកំពុងតែតុនដៃហើយឲ្យចុះហត្ថលេខាដើម្បីបកុលទឹកដីកម្ពុជាក្រោមនេះឲ្យវៀតណាមបាទនេះបន្តមកទៀតកន្លែងបញ្ជាក់ថាជាទឹកដីរបស់ខ្មែរនេះគឺរហូតមកដល់សម័យតស៊ូវ័យសហរដ្ឋអាមេរិកដោយសារខ្មែរយើងស្ថិតនៅក្នុងប្រទេសខ្មែរនោះជាអព្យាក្រឹតភាពអញ្ចឹងវៀតណាមសុំដីជ្រកដូចជានៅជំរុំរំដួលខ្មែរយើងថាជំរុំរំដួលដែលបច្ចុប្បន្នវាคล้ายទៅជាខេត្តតៃninhនេះកន្លែងនេះសំខាន់ណាស់ដែលជាចំណុចភូមិសាស្ត្រមួយដែលខាងវៀតណាមមកជ្រកកោនដើម្បីតស៊ូវាយសហរដ្ឋអាមេរិកហើយសហរដ្ឋអាមេរិកអត់ហ៊ានវាយវិញទេព្រោះវាជាទឹកដីរបស់ខ្មែរសហរដ្ឋអាមេរិកគេដឹងថាកន្លែងហ្នឹងជាទឹកដីរបស់ខ្មែរកន្លែងកោះរំដួលហ្នឹងជំរុំរំដួលហ្នឹងឯងដែលសពថ្ងៃខ្លាយជាខេត្តតៃninhនេះបាទអញ្ចឹងទាំងអស់នេះជាតតាងមួយបញ្ជាក់ដែលរហូតមកដល់ចំណុចចុងក្រោយចំណុចទី4និយាយពីកិច្ចព្រមព្រៀងក្រុងប៉ារីសគឺកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ1990ហ្នឹងបានឲ្យលុបចោលទាំងអស់នៅសន្ធិសញ្ញាបំពេញបន្ថែមបារាំងវៀតណាមកម្ពុជាបញ្ហាព្រំដែនប៉ុន្តែអកុសលថាសន្ធិសញ្ញាបំពេញបន្ថែមនេះត្រូវរស់ឡើងវិញក្រោយការបង្កើតរដ្ឋាភិបាលចម្រុះឆ្នាំ1993ដែលធ្វើឲ្យវៀតណាមអភិវឌ្ឍតាមព្រំដែនអភិវឌ្ឍកោះត្រល់ខ្ញុំសូមបញ្ជាក់បន្តិចថានៅឆ្នាំនៅឆ្នាំ1874ស្ដេចយួនក្រុងវេក៏បានធ្វើកិច្ចសន្យាមួយជាមួយបារាំងសេះថាយួនមិនមានសិទ្ធិលើទឹកដីកម្ពុជាក្រោមកោះត្រល់និងកោះត្រឡាចផងដែរគឺរដ្ឋាភិបាលក្រុងយួនគឺ
គឺសន្យាជាមួយបារាំងចឹងតែម្ដងបាទអានេះបើតាមឯកសារមួយដែលខ្ញុំបានមើលសារជ្រាវនៅឆ្នាំ1971ទំព័រ9បាទសូមអរគុណបាទសូមអរគុណលោកបណ្ឌិតចឹងសរុបសេចក្តីមកវិញមានន័យថាអ្វីដែលខាងមន្ត្រីវៀតណាមលើកឡើងហ្នឹងគឺជាចេតនាបំភ្លេចប្រវត្តិសាស្ត្រដោយមូលហេតុគឺដោយខាងអង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកន្លែងចឹងដែរបាទយើងមកវិភាគមួយសម្បត្តិហើយឥឡូវខ្ញុំសូមងាកទៅអ្នកស្ដាប់យើងវិញម្ដងបាទសូមអញ្ជើញលោកបាទសូមអញ្ជើញលោកចៅសនមកពីភ្នំពេញបាទលោកចៅសនបាទជំរាបសួរលោកចៅសនបាទជំរាបសួរបាទដោយសំណួរសូមអញ្ជើញបាទជំរាបសួរដល់វិទ្យាករនេះជំរាបសួរដល់លោកវិស្មិនទាំងពីរផងបាទសូមជម្រាបសួរបានចូលក្នុងប៉ុស្តិ៍វិទ្យុអសីស្រីមុនខ្ញុំសួរសំណួរលោកពីខ្មិនទាំងពីរខ្ញុំសូមចាប់អារម្មណ៍បន្តិចចំពោះបញ្ហាប្រធានបទនេះហើយខ្ញុំចូលរួមនៅក្នុងការសម្ដែងមតិនៅក្នុងនាមជាប្រជាពលរដ្ឋខ្មែរដែលខ្ញុំជាអ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រហើយឥឡូវយើងមានការសោកស្ដាយណាស់ដែលរដ្ឋាភិបាលបច្ចុប្បន្ននេះគឺมันមានន័យថាកម្ពុជានិយាយពងអប់រំនេះมันឲ្យកូនខ្មែរបានសិក្សាដឹងអំពីបញ្ហាប្រវត្តិសាស្ត្រទេជាក់ស្ដែងនៅក្នុងឆ្នាំលោកប៉ៃនវុฒิជារដ្ឋមន្ត្រីក្រសួងអប់រំបានសរសេរពីប្រវត្តិសាស្ត្រមួយហើយត្រូវទីបំផុតយួនយកទៅសម្លាប់បាត់រហូតមកដល់សប្តាហ៍នេះពាក់ព័ន្ធនៅក្នុងប្រវត្តិសាស្ត្រនេះហើយឥឡូវនេះយើងឃើញថាយួនហ៊ានបំភ្លៃប្រវត្តិសាស្ត្រដែលយើងឃើញហើយថាទឹកដីខ្មែរគឺជាទឹកដីកម្ពុជាក្រោមគឺជាទឹកដីរបស់ខ្មែរយើងចុះហេតុអ្វីមកដល់ពេលនេះរដ្ឋាភិបាលយួនហើយនៅស្ថានទូតយួននៅក្នុងស្រុកខ្មែរគេហ៊ាននិយាយថាទឹកដីកម្ពុជាក្រោមគឺជាទឹកដីរបស់ដូនតាគេទៅវិញនៅក្នុងនាមលោកជាបណ្ឌិតលោកជាអ្នកស្រាវជ្រាវដែរហើយលោកថៃសិដ្ឋាហើយនិងលោកជាបណ្ឌិតនៅក្នុងវិទ្យាសាស្ត្រនយោបាយខ្ញុំសូមសួរលោកបណ្ឌិតថាតើនៅក្នុងស្ថានភាពបែបហ្នឹងតើលោកបណ្ឌិតមានអំណាចអីដើម្បីឆ្លើយតបទៅនឹងស្ថានទូតអ្នកនាំពាក្យយួនថាទឹកដីកម្ពុជាក្រោមគឺជាទឹកដីរបស់យើងដើម្បីប្រាប់កូនខ្មែរនិងមតិជាតិនិងអន្តរជាតិជាពិសេសកូនខ្មែរចំនួននេះដើម្បីឲ្យដឹងពីបញ្ហាប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោមគឺជាទឹកដីរបស់ខ្មែរយើងយ៉ាងសុទ្ធសាធុដែលមានអំណាចហេតុផលតាណាខ្លះដើម្បីបញ្ជាក់ឲ្យកូនខ្មែរយើងបានដឹងសូមអរគុណសូមជម្រាបលាបាទសូមអរគុណលោកចៅសនមែនទែនទៅសំណួររបស់លោកនឹងឆ្លើយរួចហើយបាទលោកថៃសិដ្ឋាហើយនិងលោកបណ្ឌិតបានឆ្លើយរួចហើយគាត់លើកឡើងតាំងពីកត្តាប្រវត្តិសាស្ត្រកត្តាភូមិសាស្ត្រកត្តានយោបាយកត្តាជាតិវត្ថុអីគ្រប់សពបែបយ៉ាងតាំងពីដើមមកការកកើតទឹកដីកម្ពុជាក្រោមហ្នឹងបាទអញ្ចឹងខ្ញុំសូមងាកទៅចេះឥឡូវខ្ញុំបាទមែនតើខ្ញុំក៏ចង់ជម្រាបប្រាប់មិត្តអ្នកស្ដាប់វិទ្យុស៊ីសេរីផងដែរថាខាងវិទ្យុស៊ីសេរីយើងខ្ញុំក៏បានអញ្ជើញតំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជាដើម្បីឲ្យចូលរួមបកស្រាយនៅរាត្រីនេះដែរប៉ុន្តែអ្នកនាំពាក្យលោកត្រឹងម៉ាំងថងហ្នឹងគាត់បានលើកឡើងថាប្រធានបទដែលពួកយើងកំពុងពិភាក្សាហ្នឹងมันមានភាពចាំបាច់នោះទេហើយការឆ្លើយតបហ្នឹងគឺគាត់ធ្វើតាមរយៈលិខិតមួយដែលខាងវិទ្យុស៊ីសេរីបានទទួលបានកាលពីម្សិលមិញហើយជាឱកាសនេះខ្ញុំសូមអាននៅខ្លឹមសារដែលលោកត្រឹងម៉ាំងថងផ្ញើមកខាងយើងបន្តិចដើម្បីឲ្យមិត្តអ្នកស្ដាប់លោកបានជ្រាបអំពីបញ្ហាហ្នឹងអញ្ចឹងខ្ញុំសូមអានខ្លឹមសារសម្បត្តិនេះតែម្ដងលោកមានប្រសាសន៍ថាតាមនយោបាយរបស់ខ្ញុំប្រធានបទដែលបានលើកឡើងក្នុងវេទិកាអ្នកស្ដាប់នេះគឺมันមានភាពចាំបាច់នោះទេលោកបន្ថែមទៀតថាក្នុងឱកាសនេះខ្ញុំសូមបញ្ជាក់ជាថ្មីថា Nambo វៀតណាមគឺជាផ្នែកមួយនៃទឹកដីរបស់សាធារណរដ្ឋសង្គមនិយមវៀតណាមស្របតាមច្បាប់អន្តរជាតិដែលទទួលស្គាល់ទាំងស្រុងដោយអង្គការសហប្រជាជាតិនិងដោយប្រទេសទាំងអស់នៅលើពិភពលោកក្នុងនោះប្រទេសកម្ពុជាក៏ទទួលស្គាល់ផងដែរខ្ញុំបាទក៏ចង់ជម្រាបលោកអ្នកស្ដាប់ថាអ្វីដែលលោកត្រឹងម៉ាំងថងគាត់លើកឡើងនៅក្នុងលិខិតនេះគឺវាមិនដូចទៅនឹងអ្វីដែលលោកត្រឹងម៉ាំងថងបានបញ្ជាក់ប្រាប់វិទ្យុស៊ីសេរីកាលពីពេលកន្លងមកនេះទេហើយអ្វីដែលលោកលើកកាលពីពេលកន្លងមកនេះគឺថាទឹកដីកម្ពុជាក្រោមគឺលោកលើកឡើងថាទឹកដីកម្ពុជាក្រោមហើយដែលមន្ត្រីវៀតណាមរូបនេះគាត់បានហៅថាទឹកដីកម្ពុជាក្រោមផងគេហៅថាទឹកដី Nambo ឬក៏វៀតណាមខាងត្បូងគាត់ថាគឺជាទឹកដីរបស់វៀតណាមច្រើនរយឆ្នាំមកហើយមុនបារាំងចូលមកម្លេះហើយថាដូចដដែលអញ្ចឹងគាត់លើកឡើងថាគ្មានការកាត់ឲ្យបារាំងទេគឺជាការមួយបង្កាច់ជាការបណ្ឌិតអីជាដើមបាទអញ្ចឹងខ្ញុំក៏ចង់ឲ្យលោកអ្នកស្ដាប់សម្លេងរបស់លោកត្រឹងម៉ាំងថងត្រង់ចំណុចនេះទេដែរបាទ
អំពីបញ្ហានេះខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតណាគឺថាតំបន់ដែនដីណាមអូវៀតណាមគឺជាទឹកដីរបស់វៀតណាមមុនពេលដែនបារាំងចូលនៅវៀតណាមច្រើនរយឆ្នាំណាស់ហើយប៉ុន្តែបងប្អូនខ្មែរណាមអូហ្នឹងមួយចំនួនហ្នឹងគាត់លើកឡើងថាទឹកដីនេះអីលាថ្ងៃណាបារាំងកាត់ដីហ្នឹងអូយព្រះគុណវៀតណាមអានេះគឺជាការប្រឌិតទៀតការមួនបង្កើតការជូតប្រកាន់ដោយគ្មានមូលដ្ឋានច្បាប់អ្វីទេដូចគ្មានទឹកតាំងហើយប្រតាំងហើយជាប្រទេសសាទេបាទមុនឆ្នាំ1858ហ្នឹងទឹកដីហ្នឹងគឺវៀតណាមគ្រប់គ្រងរបស់វៀតណាមហើយតែពីដើមមកគឺជាដីរបស់ខ្មែរនៅទទួលស្គាល់អត់បាទខ្ញុំជម្រាបជូនហ្នឹងតំបន់ណាមអូវៀតណាមហ្នឹងមានបងប្អូនខ្មែររស់នៅហ្នឹងហើយបងប្អូនខ្មែរនៅហ្នឹងគាត់មានសញ្ជាតិវៀតណាមហើយគាត់ត្រូវបានស្ដេចវៀតណាមហ្នឹងបំពាក់អុយបងប្រពន្ធរបស់គាត់ទៀតបាទសូមអរគុណបាទត្រង់ចំណុចនេះខ្ញុំចង់ងាកមកលោកឯកឧត្តមថេស្ថាបន្តិចអ្វីដែលខ្ញុំចាប់អារម្មណ៍គាត់លើកឡើងអំបញ្ញមិញហ្នឹងគឺចំណុចចុងក្រោយតាមស្ដាប់ទៅហាក់បីដូចជាវៀតណាមហ្នឹងល្អណាស់ផ្ដល់ដីឲ្យខ្មែរក្រមរស់នៅមិនត្រឹមតែប៉ុណ្្នឹងទេថែមទាំងរកតកូលដាក់ឲ្យខ្មែរក្រមទៀតហើយក្រៅពីហ្នឹងយើងក៏បានដឹងដែរខេត្តស្រុកខេត្តភូមិឃុំស្រុកខេត្តឈ្មោះគាត់ក៏បានដូរឲ្យគាត់ចិត្តល្អរហូតដល់ដូរបាទនៅកម្ពុជាហ្នឹងដូរកន្លែងមួយចំនួនគាត់បានដូរថែមទៀតខ្ញុំចង់ងាកមកសួរលោកវិញថាចេះឯកឧត្តមថាបើសិនបើដីកម្ពុជាក្រោមនេះជារបស់វៀតណាមពិតមែនតើលោកគិតថាស្ដេចអាណាមនៅសម័យនោះអនុញ្ញាតឲ្យខ្មែរទៅរស់នៅអញ្ចឹងទេលោកខ្ញុំសូមជម្រាបចេះរឿងប្រវត្តិសាស្ត្រគឺជាប្រវត្តិសាស្ត្រមិនអាចកន្លែងបានទេជាការពិតនៅទឹកដីកម្ពុជាក្រោមមានវត្តមានយួនដូចខ្ញុំជម្រាបចឹងប៉ុន្តែយួនមិនមែនគ្រប់គ្រងខ្មែរឬក៏យួនទៅកើតនៅលើទីនោះទេអ្វីដែលយួនបានយកទឹកដីខ្មែរត្រួតត្រារាល់ថ្ងៃដោយគាត់លើកឡើងថាមិនមានទឹកតាងមិនមានផុសតាងខ្ញុំសូមជម្រាបថាតាំងវប្បធម៌តាំងប្រាសាទសិលាតាំងផែនទីខ្ញុំមានទាំងអស់ហើយអញ្ចឹងបានឥឡូវនេះឆ្លើយលោកឆ្លៀតលើកលោកសាវសនលោកលើកមិញសួរមិញខ្ញុំចង់បញ្ជាក់បន្តិចថាយើងដែលចង់ទៅធ្វើនៅខាងមុខនេះគឺអង្គការសមាគមខ្មែរកម្ពុជាក្រោមយើងខ្ញុំនឹងរៀបចំវេទិកាសាធារណៈមួយនៅថ្ងៃទី6ខែ7ខែស្អែកដល់ហ្នឹងដើម្បីយើងប្រមូលព័ត៌មានរឿងផុសតាងផ្សេងៗថែមទៀតលើកឡើងដោយប្រជាពលរដ្ឋខ្មែរឬអ្នកប្រាជ្ញអ្នកប្រវត្តិសាស្ត្រដើម្បីយើងចងក្រងបន្ថែមលើឯកសារដែលយើងខ្ញុំមានដើម្បីយើងផ្ញើទៅស្ថានទូតទៅរដ្ឋាភិបាលយួនបញ្ជាក់អំពីរឿងទឹកដីរបស់ខ្មែរយើងពិតប្រាកដឥឡូវខ្ញុំងាកទៅចង់ជម្រាបចេះថាផុសតាងដូចជាផ្នែកវត្តអារាមវត្តខ្មែរយើងដូចវត្តសម្បូររាំងសីនៅខេត្តព្រះតាពាំងកសាងពីឆ្នាំ373អានោះមិនដឹងយួននៅឯណាទេយួននៅក្រមអាណានិគមចិននោះវត្តសំរងឯកនៅជាប់ទីរួមខេត្តនោះកសាងពីឆ្នាំ642បាទនេះវត្តកោះមួយទៀតនៅជិតនឹងនោះកសាងពីឆ្នាំ613ហើយបើកន្លែងស្រះប្រុសស្រះស្រីនោះកាលសម័យស្ដេចទទុមរាជានោះកសាងតាំងពីឆ្នាំ990អានោះសូមអញ្ជើញទៅមើលនឹងទឹកតាំងនៃប្រវត្តិសាស្ត្រឥឡូវយើងនិយាយអំពីរឿងដូចជាការលើកឡើងថាយួនគ្រប់គ្រងនឹងយូរហើយខ្ញុំចង់ប្រាប់ពីរចនាសម្ព័ន្ធនៃការគ្រប់គ្រងរបស់ប្រទេសខ្មែរទៅលើទឹកដីកម្ពុជាក្រោមតាំងពីប្របាទអង្គចាររហូតមកខ្ញុំមានឯកសារទាំងអស់ដើម្បីថាតើតែងតាំងណានៅខាងក្រោមគេតែងតាំងមានអនុខ្សាតគេហៅងាយជាអតិកវង្សាអានោះដើម្បីគ្រប់គ្រងដែនដីកម្ពុជាក្រោមចំនួន5ហិកតានៅកម្ពុជាហើយមានអនុខ្សាតមួយតំដាងឲ្យពលលោកនៅនោះហើយគេបានបែងចែករចនាសម្ព័ន្ធខេត្តអីហូហែទាំងអស់អានោះដើម្បីការគ្រប់គ្រងដែនដីកម្ពុជាក្រោមព្រោះដោយសារថាពេលវេលាខ្ញុំជម្រាបទូណាបើតាមរឿងឯកសារវាមានទាំងអស់អានោះចង់ខេត្តណាធ្វើជាវាយខេត្តឥឡូវខ្ញុំលើកឧទាហរណ៍មួយនេះយួនដែលបានស្លាប់អង្គញាស៊ើនគុយនៅឆ្នាំ1821សួរថាពេលនោះអង្គញាស៊ើនគុយធ្វើអីចវាយខេត្តព្រះតាពាំងហើយតស៊ូអីដែលបានយួនស្លាប់ដោយសារច្បាំងជាមួយយួនក្នុងការយួនបំផ្លិចបំផ្លាញសម្រាប់ពុទ្ធសាសនាបំបត្តិពុទ្ធសាសនាយួនទទួលស្គាល់ទេយួនទទួលស្គាល់ការពិតរឿងហ្នឹងគឺយួនក៏ទទួលស្គាល់ដែរអាហ្នឹងយើងបង្ហាញមួយហើយឃើញជាក់ស្ដែងនៅលើទឹកដីកម្ពុជាក្រោមហោហែក្រោយមកទៀតក្នុងការគ្រប់គ្រងរចនាសម្ព័ន្ធឥឡូវខ្ញុំមិននិយាយដល់កាលនោះថាវាយូរឥឡូវនិយាយមុននឹងតិចឆ្នាំ1975វិញនៅខាងក្រៅមានអី
នៅខាងក្រោមមានសង្ឃនាយុដែលគុណគឹងសាងនៅនេះមានសង្ឃរាជសម្ដេចជួនណានៅនោះមានអីមានពុទ្ធសាសនាបណ្ឌិតរងនៅខាងឃ្លាំងនៅនេះអីមានពុទ្ធសាសនាបណ្ឌិតនេះជារចនាសម្ព័ន្ធនៃការគ្រប់គ្រងរដ្ឋបាលផ្នែករដ្ឋបាលនៅកម្ពុជាទៅលើនោះនៅមានអធិពលរហូតដល់ឆ្នាំ1949ដែលកាត់ទឹកដីហ្នឹងណាសូម្បីឥឡូវខ្ញុំនិយាយដល់រឿងទឹកដីហ្នឹងយួនដែលទូត្រាហ្នឹងគឺជាការមួយអំពើដែលខុសច្បាប់ហើយទោះបីថាការទទួលស្គាល់ជាអន្តរជាតិអីប៉ុន្តែប្រជាពលរដ្ឋខ្មែរកម្ពុជាក្រមក៏ដូចជាខ្មែរមួយចំនួនគេមិនដែលទទួលស្គាល់ទឹកដីនោះជាទឹកដីរបស់យួនទេការគ្រប់គ្រងរបស់យួនគឺរបៀបអាណានិគមរាល់ថ្ងៃនេះគឺគ្រប់គ្រងរបៀបយួននេះគឺអាណានិគមដែលបន្តពីបារាំងហើយថាអត់មានមូលដ្ឋានផុសតាងនៃការកាត់ទឹកដីនឹងបារាំងខ្ញុំសូមអានច្បាប់នេះឲ្យលោកស្ដាប់បាទនៅក្នុងច្បាប់របស់បារាំងនេះគឺក្នុងមាត្រាក្នុងច្បាប់ដែលអនុម័តច្បាប់លេខ494733លោកណាតែ9733នេះគឺគេមានចែកចេះគេណាខ្ញុំសូមបកប្រែជាផ្លូវការចុះយោងមតិរដ្ឋសភានៃសហភាពបារាំងរដ្ឋសភានិងក្រុមប្រឹក្សានៃសាធារណរដ្ឋបារាំងបានសម្រេចនិងអនុម័តប្រធានាធិបតីនៃសាធារណរដ្ឋបារាំងប្រកាសឲ្យប្រែច្បាប់ដូចតទៅមាត្រា1យោងមាត្រា60នៃរដ្ឋធម្មនុញ្ញសាធារណរដ្ឋបារាំងនិងយោងមតិសភាកូសាំងស៊ីននាសម័យប្រជុំថ្ងៃទី23ខែមេសាឆ្នាំ1949លក្ខន្តិកៈទឹកដីកូសាំងស៊ីនត្រូវបានកែប្រែតាមមាត្រាដូចមានចែងខាងក្រោមមាត្រា2ទឹកដីកូសាំងស៊ីនត្រូវបានភ្ជាប់ទៅជារដ្ឋចំណុះវៀតណាមយោងតាមសេចក្តីប្រកាសរួមកាលពីថ្ងៃទី5ខែមិថុនា1948និងសេចក្តីប្រកាសរបស់រដ្ឋាភិបាលបារាំងថ្ងៃទី19ខែសីហា1948ទឹកដីកូសាំងស៊ីនឈប់ស្ថិតនៅក្នុងលក្ខន្តិកៈជាទឹកដីរបស់បារាំងឯនីសមុទ្រទៀតហើយមាត្រា3ក្នុងករណីលក្ខន្តិកៈប្រទេសវៀតណាមត្រូវកែប្រែទឹកដីកូសាំងស៊ីនទៅទុកជាកម្មវត្ថុនៃការសម្រេចរបស់សភាបារាំងខាងលើដោយមានចែងក្នុងមាត្រា75ចំពោះ8នៃរដ្ឋធម្មនុញ្ញសភាបារាំងច្បាប់នេះត្រូវអនុវត្តដោយច្បាប់រដ្ឋធ្វើនៅទូឡុងឆ្នាំថ្ងៃទី4ខែមិថុនា1949ហត្ថលេខាវ៉ាងសុងអូរីយ៉ូលប្រធានាធិបតីហុងរីកើយនាយករដ្ឋមន្ត្រីប៉ូលក្លូរ៉េរដ្ឋមន្ត្រីទឹកដីបារាំងឯនីសមុទ្រនេះហើយបញ្ជាក់ថាច្បាប់នេះដែលបារាំងកាត់ទឹកដីភ្ជាប់ទៅនឹងឥឡូវខ្ញុំនិយាយពីមុននឹងកាត់ច្បាប់នេះអញ្ចឹងចង់បញ្ជាក់សុំសង្ខេបពីឯកឧត្តមព្រោះនេះបើតាមពិតទៅវាជាល្បិចកិច្ចកលខ្ញុំបើសិនណានិយាយប្រវត្តិសាស្ត្រវាឆ្ងាយប៉ុន្តែខ្ញុំចង់បញ្ជាក់អំពីល្បិចកិច្ចកលក្នុងការដែលយួនយកទឹកដីនេះមុននឹងជាទៅដល់ច្បាប់នេះហូជីមិញបានជួបបារាំងសុំឲ្យបារាំងបង្រួមទឹកដីនេះចូលជាទឹកដីយួន3លើកអាណាដល់ពេលបារាំងអត់ព្រមបានបង្កើតទៅជាសង្គ្រាមវាយចែកគ្នារវាងយួនបៅដៃនិងយួនយាកមិញនឹងបង្កឲ្យមានសង្គ្រាមអាណាឥឡូវខ្ញុំចង់បញ្ជាក់អញ្ចឹងថាទី1ហូជីមិញទៅនិយាយនៅបារាំងនៅថ្ងៃ6ខែមីនា1946នៅហាណូយអាណាទី2យួននិយាយនៅដាឡាតកាលណាថ្ងៃ26មេសា24ខែមេសាឆ្នាំ1946ទី3និយាយនៅប្រទេសបារាំងនៅថ្ងៃលោក46ដូចគ្នាកាលណាខ្ញុំភ្លេចថ្ងៃប៉ុន្តែពេលដែលចរចាសុំបារាំងសុំអីសុំឲ្យបង្រួមទឹកដីខាងក្រោមនឹងទៅជាទឹកដីរបស់យួនប៉ុន្តែបារាំងអត់ព្រមដល់អញ្ចឹងដល់ថ្ងៃ19ខែធ្នូ1946បារាំងចាប់ផ្ដើមវាយបារាំងដេញពីស្រុកភ្លាមឃើញទេឥឡូវខ្ញុំខ្លីបញ្ជាក់បន្តិចថាពេលដែលទៅចរចានោះហូជីមិញដើរតួនាទីតំណាងឲ្យខ្មែរក្នុងឋានៈជាបកកុម្មុយនីសឥណ្ឌូចិនដែលមានខ្មែរនៅនឹងហើយមិនបានប្រាខ្មែររឿងនោះទេក្រោយមកបកគោណាសម្ដេចសីនូនឲ្យលោកដឹងលោកបានតែសេសម្បត្តិទៅប្រាប់បារាំងប្រាប់ថាសុំកុំឲ្យបារាំងទទួលស្គាល់នៅការបង្រួមប្រុសយួនគេហៅចែកទឹកដីជា3ហៅទ្រង់កៃណាំកៃបាក់កៃឬទ្រង់បបាក់បោនិងណាបោគេណាអញ្ចឹងមានថាយួនហើយចាមហើយខ្មែរអញ្ចឹងយួនចង់រួមទៅតែមួយនេះគឺយកទឹកដីហ្នឹងមិនមែនទឹកដីណាទេបកគោណាសម្ដេចសីនូនលោកប្រាប់ថាជាទឹកដីរបស់ខ្មែរចង់យកទៅរួមហើយអញ្ចឹងកុំឲ្យបារាំងទទួលស្គាល់ទន្ទឹមនោះ46ដល់ពេលដែលបារាំងមកជប៉ុនមកគោណាសីនូក៏បានសេលិខិតទៅប្រាប់អធិរាជជប៉ុនទៀតណាកុំឲ្យមានការទទួលស្គាល់ជាអធិបតីរបស់កម្ពុជាមើលបរិយាសា
ហើយចាំមកខ្ញុំគាត់នឹងជំរាបថាបិចគេកច្រើនណាខ្ញុំគាត់ជំរាបត្រួសប៉ុណ្ណឹងតែបើមានឱកាសហ្នឹងគឺថាយើងនឹងបានជំរាបច្រើនអំពីបិចគេកក្នុងការយកទឹកដីកម្ពុជាផងនេះសូមអរគុណលោកថាសិដ្ឋាឥឡូវយើងងាកមកមិនដែលស្ដាប់យើងវិញម្ដងបាទសូមអញ្ជើញលោកសូមអញ្ជើញសូមទោសអ្នកស្រីកាស៊ីនៅភ្នំពេញបាទយើងដាច់ទូរស័ព្ទទៅហើយលោកគង់ខាងព្រៃវែងបាទអាឡូជំរាបសួរបាទជំរាបសួរបាទលោកយើងមានពេលវេលាខ្លីលោកសូមសង្ខេបឲ្យមានសំណួរឲ្យសួរលោកបាទខ្ញុំជួបកាងទេបាទលោកកាងពីព្រៃវែងបាទខ្ញុំនៅព្រៃវែងបាទសូមទូទៅជំរាបតែប៉ុណ្ណេះបាទសូមមានភាសាលើតិចលោកបាទគឺថាក្រុមគ្នាវត្តក្រុមគ្នាចូលខេត្តព្រឹត្តតាំងដែលមានរូបកៃណណាបាទដល់យើងនឹងវាយចោលទៅហើយទៅហើយខ្មែរកម្ពុជាក៏វិជាឲ្យធ្វើរូបកៃណវិញក្រុមគ្នាចូលខេត្តព្រឹត្តតាំងណាឥឡូវនៅសប្តាហ៍នេះក្រុមគ្នានៅក្រុមគ្នារូបកៃណណាឥឡូវគេផតាំងមួយដែរហើយខ្ញុំជួយទៅយកមិនចាន់ចេះថាឥឡូវណាបើវៀតណាមគឺនិយាយថាដីកម្ពុជាក៏មិនមែនជាដីរបស់យើងទេអញ្ចឹងយើងនាំវាទៅសាររឿងដល់អន្តរជាតិទាំងអស់គ្នាហើយឲ្យបារាំងធ្វើជាសាក់សីតើបានឬមិនបានអានឹងដែលយកបោរបស់ខ្ញុំណាបាទតើបានមិនបានបាទតែប៉ុណ្ណឹងលោកបាទមិននឹងចង់ដើម្បីបងប្អូនមានយកបោសារជាតិបាទសូមអរគុណបាទសូមជម្រាបលោកបណ្ឌិតតើបារាំងអាចធ្វើជាសាក់សីនៅក្នុងការនេះបានទេដល់ពេលដែលខ្លួនឯងធ្វើច្បាប់ហើយនៅពេលដែលខាងមន្ត្រីវៀតណាមថាមិនមែនជាច្បាប់ជាការបណ្ឌិតលោកបណ្ឌិតបាទកន្លែងនេះមានយើងសិក្សាលើ2ចំណុចទី1យើងសិក្សាពីជាតិសាសន៍របស់យើងច្បាប់និយាយពីច្បាប់ដើម្បីយើងរៀបរយខ្ញុំនៅចាំជនជាតិស្រីខ្មៅម្នាក់គាត់ប្រើពាក្យថា I have a dream បាទមានតែMartin Luther King បាទចង់និយាយថាឥឡូវហ្នឹងគឺយើងត្រូវតែរៀបទៅហើយខាងអន្តរជាតិនោះមានបារាំងក៏ស្ថិតនៅក្នុងអង្គការសហប្រជាជាតិដែរដោយអង្គការសហប្រជាជាតិមានគណៈកម្មការ5ដែលគេឲ្យឈ្មោះថាគណៈកម្មការមហាសន្និបាតអង្គការសហប្រជាជាតិហ្នឹងប៉ុន្តែគណៈកម្មខ្ញុំសូមសង្ខេបតែគណៈកម្មការដែលតាក់ទងរឿងហ្នឹងគឺមានគណៈកម្មការទី3ជាគណៈកម្មការទទួលបន្ទុកវប្បធម៌សិទ្ធិមនុស្សនិងសង្គមអញ្ចឹងអាហ្នឹងក៏ពាក់ព័ន្ធជាមួយនឹងខាងដែនដីកម្ពុជាក្រោមឧទាហរណ៍វៀតណាមរំលោភសិទ្ធិខ្មែរកម្ពុជាក្រោមអញ្ចឹងទៅហើយគណៈកម្មការទី4គឺជាគណៈកម្មការដោះស្រាយនិងការរំដោះខ្លួនចេញពីអាណានិគមអញ្ចឹងដែលសប្តាហ៍ថ្ងៃនេះអង្គការសហប្រជាជាតិកំពុងតែយកចិត្តទុកដាក់រឿងនេះបាទយកចិត្តទុកដាក់រឿងនេះហើយដំបូងនេះអាដាមថាសិដ្ឋាវិញក៏លោកបានមានប្រសាសន៍ដែរថានឹងរៀបចំដាក់ពីបណ្ដឹងទៅអង្គការសហប្រជាជាតិបាទសូមអរគុណបាទប៉ុន្តែអ្វីដែលលោកកាងគាត់លើកឡើងនោះសួរថាតើបារាំងនឹងអាចធ្វើអន្តរាគមន៍នៅពេលដឹកបានអត់នៅពេលដែលមន្ត្រីវៀតណាមលើកឡើងថាច្បាប់របស់គាត់នឹងគឺជាច្បាប់គឺជាការបដិទ្ធគ្មានមូលដ្ឋានច្បាប់ហើយបារាំងក៏ធ្វើច្បាប់នឹងលោករាំងសងរីយូលោកហុងរីកើជានាយករដ្ឋមន្ត្រីសម័យអាហ្នឹងឯងដែលខ្ញុំចង់និយាយពីយើងខ្លួនឯងត្រូវរៀបចំឯកសារដែលវាជាតាក់តាំងយើងមានឯកសារស្អីខ្លះចំនួនបារាំងហូហែមកដែលពេលខាងមុខដែលលោកថាសិដ្ឋាមានប្រសាសន៍ថានឹងរៀបចំវេទិកាដើម្បីប្រមូលព័ត៌មានប្រមូលឯកសារហ្នឹងទាំងអស់ហ្នឹងហើយជាភស្តុតាងដើម្បីរៀបចំឯកសារហើយសហការជាមួយបារាំងប្តឹងទៅអង្គការសហប្រជាជាតិខ្ញុំសូមបញ្ជាក់កន្លែងនេះបន្តិចបាទយើងបានធ្វើលិខិតមួយនៅឆ្នាំ2003ខ្ញុំបានក្នុងនាមជាដឹកនាំសហគមន៍ហើយកម្ពុជាក្រមបានស្នើឲ្យច្បាប់បារាំងសភាប្រតិសភាបារាំងហ្នឹងគឺលុបច្បាប់49733ហ្នឹងតែជាច្បាប់កាត់ទឹកដីហ្នឹងខ្ញុំបានទៅជួបឯករដ្ឋទូតបារាំងហើយបានចរចាជាមួយគាត់ឆ្លើយយ៉ាងម៉េចបាទគាត់ថាគាត់គ្រាន់តែសូមយកឯកសារនេះបញ្ជូនទៅរដ្ឋាភិបាលបារាំងពេលនោះខ្ញុំដឹងថាយួនគេធ្វើការទូតយ៉ាងខ្លាំងរហូតដល់ទៅបារាំងមិនអាចឆ្លើយជាមួយផ្នែកក្រមហើយចំពោះនៅពេលនៅប្រទេសកម្ពុជាពេលបកូណាសម្ដេចព្រះឧត្តមសេនីយ៍លោកនៅសម្ដេចព្រះបរតនកោដ្ឋនេះគឺលោកគ្រប់គ្រងលើលិខិតនោះបរិយាលោកបានផ្ញើរាជសារមកខ្ញុំហើយលោកសូមឲ្យរដ្ឋាភិបាលរដ្ឋាភិបាលប្រសិទ្ធភាពទាំងអស់គ្នាចុះហត្ថលេខាដើម្បីផ្ញើទៅបារាំងសូមលោកច្បាប់ហ្នឹងក្រោយមកលោកគង្គួមដែលជាប្រធានគណៈកម្មការនៃប្រសិទ្ធភាពក៏បានគ្រប់គ្រងលើលិខិតនេះផ្ញើទៅបារាំងដែរអញ្ចឹងមកខ្ញុំចង់ជម្រាបថា
រឿងទឹកដីកម្ពុជាក្រមជាមួយបារាំងហើយណាដែលដឹងខ្ញុំជឿថាប្រទេសចិនគឺបានទៅនៅរកស៊ីចោះឡើងហើយបានកំណត់ត្រាប្រវត្តិសាស្ត្រច្រើនគឺនៅបារាំងនិងប្រទេសចិនខ្ញុំជឿថាខ្ញុំនឹងស្នើនឹងអាចធ្វើញ៉ាត់នឹងជូនទៅប្រទេសបារាំងនឹងអាចស្នើសុំឲ្យចិនជួយបញ្ជាក់ពីរឿងនេះដែរពីព្រោះយើងឃើញប្រវត្តិសាស្ត្រជាច្រើនតាក់ទងនឹងប្រទេសចិនក៏មានដែរអញ្ចឹងហើយយើងឃើញថាអ្វីដែលយើងធ្វើនេះគឺចង់បញ្ជាក់ទៅឲ្យរដ្ឋាភិបាលយូរនឹងដឹងហើយក្នុងការសររៀបចំនឹងបញ្ជាក់ហើយប្រាថ្នាបារាំងនេះការទទួលយួនដែលគ្រប់គ្រងទឹកដីកម្ពុជាក្រមរដ្ឋហើយគឺជាការខុសច្បាប់ហើយយើងប្រាប់ឲ្យដឹងថានៅពេលណាមួយខ្មែរគេនឹងទៀមទីហើយព្រោះអានទាំងអស់នេះគឺគេមិនសប្បាយចិត្តទេហើយទៀមទីមិនមែនមានន័យថាទៅវាយយកកម្ពុជាក្រមទៅវាយយួនមិនមែនមានន័យចឹងទេព្រោះជាច្បាប់ជាតិនិងអន្តរជាតិប្រទេសផ្សេងៗគេតម្រូវទៅអញ្ចឹងដើម្បីឲ្យមានស្វ័យភាពដើម្បីឲ្យមានស្វ័យយ័តឬក៏ឯករាជ្យនៃជាតិផ្សេងៗនៅក្នុងទឹកដីហ្នឹងលោកថាទៀមទាហ្នឹងខ្មែរក្រមជាអ្នកទៀមទាឬក៏រដ្ឋាភិបាលកម្ពុជាដំបូងខ្ញុំគិតថារដ្ឋាភិបាលពីព្រោះកម្ពុជាជាទឹកកម្ពុជាក្រមជាទឹកដីរួមរបស់ប្រជាជាតិកម្ពុជាហើយកម្ពុជាមានកាតព្វកិច្ចនៅក្នុងការទៀមទាទឹកដីទាំងអស់ដែលត្រូវបាត់បង់ឬក៏តែគេត្រូវគេឈ្លានពានយកអានេះជាកាតព្វកិច្ចរបស់គាត់ទៀមទាមិនទៀមទាអានេះរឿងគាត់ប្រវត្តិសាស្ត្រគេនឹងកាត់ណាហើយអាចតទៅមុខវាមិនអាចទៀងទាត់ទេព្រោះការវិវត្តនៃស្ថានភាពពិភពលោកគេបំបត្តិអាណានិគមកុំឲ្យមានទៅលើជាតិសាសន៍ផ្សេងៗប្រទេសផ្សេងៗអញ្ចឹងនៅកម្ពុជាក្រមយួនត្រួតត្រារាល់ថ្ងៃគឺតាមបែបអាណានិគមបើអញ្ចឹងកាលណាតាមបែបអាណានិគមថ្ងៃណាមួយប្រជាពលរដ្ឋក៏គេនឹងរើបំរាស់ឲ្យចេញផុតពីអាណានិគមស្របទៅតាមច្បាប់របស់អង្គការសហជាតិដែលមានគណៈកម្មការមួយស្ដីដើម្បីធ្វើបំបត្តិអាណានិគមនៅលើប្រទេសយ៉ាងដែរផ្សេងៗយ៉ាងដែរអញ្ចឹងហើយបើខ្ញុំសូមជម្រាបថារាល់ឯកសារផុសតាងយើងនឹងប្រមូលបន្ថែមទៀតហើយនឹងជូនទៅទាំងអស់ឲ្យទាំងបារាំងក៏ដោយទាំងអង្គការសហជីវជាតិទាំងឲ្យដឹងអំពីរឿងទឹកដីខ្មែរកម្ពុជាក្រមនឹងឲ្យបានពិតប្រាកដយើងមិនអាចនៅស្ងៀមមិនអាចធ្វើលេងសើចដោយអ្វីដែលយូរលើកឡើងបានទេបាទអរគុណអាដាមទេសខ្ញុំចង់ងាកមកលោកបណ្ឌិតវិញខ្ញុំចង់ដឹងថាខ្មែរក្រមរៀបចំឯកសារយ៉ាងម៉េចក៏ដោយហើយស្នើសុំឲ្យបារាំងអន្តរាគមន៍យ៉ាងម៉េចក៏ដោយប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនរវីរវល់មិនខ្វល់ខ្វាយចំពោះបញ្ហាហ្នឹងតើការទៀមទាហ្នឹងមានប្រសិទ្ធភាពទេខ្ញុំថាករណីនេះវាមានការលំបាកដែរដែលវាអានេះគេថាដល់ផ្លូវទាល់ច្រកណាប៉ុន្តែគ្រាន់តែសូមបញ្ជាក់ថាយើងមើលគំរូប្រទេសទីម៉ូដែលស្ថិតនៅក្រោមអាណានិគមរបស់ឥណ្ឌូនេស៊ីហើយប្រទេសទីម៉ូតូចទេតូចបូប្រទេសបើនិយាយពីប្រទេសទីម៉ូធៀបទៅនឹងកម្ពុជាក្រោមគឺខុសគ្នាឆ្ងាយណាព្រោះប្រទេសកម្ពុជាក្រោមគឺធំរាប់សិបដងជាងប្រទេសទីម៉ូហើយហេតុអីបានជាប្រទេសទីម៉ូធ្វើបានរំដោះខ្លួនផុតចេញពីអាណានិគមបាទយើងមើលសប្តាហ៍ថ្ងៃឯករាជ្យទេបាទឥឡូវជាសមាជិកអាស៊ានទៀតបាទអញ្ចឹងយើងមើលគំរូហ្នឹងបាទលោកបណ្ឌិតបញ្ហាមួយទៀតដែលអ្នកស្ដាប់តាមសួរតាម Facebook ពីច្រើនតែគាត់សួរមកខាងវិទ្យុស៊ីសេរីគឺគាត់លើកឡើងថាតាំងពីមន្ត្រីវៀតណាមលោកត្រែម៉ាំងថងលើកឡើងអញ្ចឹងប្រហែលជាមួយខែហ្នឹងមកខាងរដ្ឋាភិបាលស្ងាត់ដូចចឹងអត់មានប្រតិកម្មអីបន្តិចសោះហើយខ្ញុំចង់សួរលោកបណ្ឌិតថាតើហេតុអីមិនតើរដ្ឋាភិបាលមានតួនាទីដោយមិនទេក្នុងករណីហ្នឹងតាក់ទងនៅពេលដែលមានការបំភ្លៃប្រវត្តិសាស្ត្រអញ្ចឹងហើយពាក់ព័ន្ធប្រទេសរបស់គាត់ទៀតតើគាត់ត្រូវមានការឆ្លើយតបយ៉ាងម៉េចដែរហើយវាពិតជាគ្មានសារៈសំខាន់ដោយរដ្ឋាភិបាលដោយលោកផៃសិផានលើកឡើងថានឹងគ្មានសារៈសំខាន់ទេត្រូវតតាំងទេតើវាពិតជាអញ្ចឹងមែនឬក៏យ៉ាងម៉េចលោកបាទកន្លែងនេះខ្ញុំគិតថាមិនយើងទៅតតាំងឬក៏យ៉ាងម៉េចទេប៉ុន្តែយើងត្រូវដោះស្រាយតាមវិធីការទូតតាមវិធីការទូតវាបើនិយាយពីរឿងដើម្បីដោះស្រាយការងារជាមួយនឹងប្រទេសជិតខាងបានតតែយើងមានឯកភាពជាតិហើយឯកភាពជាតិនេះតតែចែកចេញជា3ទី1សេដ្ឋកិច្ចទី2កម្លាំងយោធាទី3ការទូតអញ្ចឹងកម្លាំងយោធាសប្តាហ៍ថ្ងៃគេលែងនិយាយទេព្រោះវាទៅអត់រួចទេរឿងកម្លាំងយោធាគឺនិយាយពីរឿងតែដំណោះស្រាយតាមផ្លូវសេដ្ឋកិច្ចឬក៏ការទូតហើយចំពោះការនិយាយនេះរឿងថាចំណេញឬខាតនោះគឺយើងត្រូវគិតថាអ្វីដែល
ជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយើងគិតថាមន្ត្រីវៀតណាមនិយាយជារឿងសិទ្ធិរបស់គាត់ប៉ុន្តែយើងមានសិទ្ធិបកស្រាយបានទៅគេឲ្យឈ្មោះថា check balance មានតុល្យភាពបាទអូយបើយើងនិយាយបញ្ចេញមតិទៅវាទៅជាខាតអាហ្នឹងវាទៅជារឿងមួយផ្សេងទៀតបាទគេបញ្ចេញអាការដែលនិយាយឧទាហរណ៍ថាឥឡូវដូនតាខ្ញុំកន្លែងហ្នឹងបានជាទឹកដីរបស់ខ្ញុំចុះអាមេរិកតិចទៀតអាមេរិកឆ្លើយថាឆ្អឹងអាមេរិកនៅប្រទេសវៀតណាមអាមេរិកថាប្រទេសអាមេរិកទៅមិនទៅអាហ្នឹងកន្លែងហ្នឹងបាទយើងត្រូវកន្លែងហ្នឹងយើងគួរពិចារណាដែរបើក្នុងនាមជាអ្នកដឹកនាំគួរពិចារណានៅសម្ដីនេះបាទលោកនិតខ្ញុំចង់សួរលោកនិតតទៀតចង់ដឹងថាតើការមិនទទួលស្គាល់ប្រវត្តិសាស្ត្រពិតប្រាកដនេះតើវាអាចបង្កផលវិបាកយ៉ាងម៉េចខ្លះវាឲ្យពិសេសហ្នឹងកម្ពុជាវៀតណាមហ្នឹងរស់នៅក្បែរគ្នាទៀតហើយធ្វើឲ្យមានការសពិសពើប្រវត្តិសាស្ត្រហើយវាបង្កផលលំបាកយ៉ាងម៉េចខ្លះហើយវាប៉ះពាល់ដល់ពីណាខ្លះបាទកន្លែងនេះមាន2ចំណុចទី1ប៉ះពាល់ចំណុចទី1យើងនិយាយពីមិត្តភាពដែលធ្វើឲ្យប្រទេសកម្ពុជានិងប្រទេសវៀតណាមហ្នឹងឃ្លាតគ្នាដែលឃ្លាតគ្នាកាន់តែឆ្ងាយក្នុងផ្នែកបញ្ហានេះចំណុចទី2យើងនិយាយពីផ្នែកការទូតវិញធ្វើឲ្យអន្តរជាតិមើលឃើញថាវៀតណាមកាន់តែប្រកាន់នៅគេហៅថាលទ្ធិកុម្មុយនីសធ្វើអាណានិគមកាន់តែមែនទែនហើយបាទអញ្ចឹងកន្លែងនេះដែលខ្ញុំចង់និយាយថាត្រូវបានអន្តរជាតិមើលឃើញហើយរឿងបញ្ហានេះអន្តរជាតិនៅតែតាមអញ្ចឹងអង្គការសហប្រជាជាតិគឺគេអត់លែងទេបាទសូមអរគុណលោកនិតឥឡូវយើងនៅសល់ពេលវេលាតិចតួចមែនទែនខ្ញុំសូមងាកមកដល់ស្ថានភាពសំណួរចុងក្រោយតើលោកសង្ឃឹមថាវៀតណាមនឹងទទួលស្គាល់ការពិតនៃប្រវត្តិសាស្ត្រហ្នឹងទេហើយថាហើយគាត់នឹងសុំទោសប្រជាពលរដ្ឋជាសាធារណៈទេបើការទាមទារហ្នឹងមានតែផ្នែកក្រមគ្មានរដ្ឋាភិបាលចូលរួមយ៉ាងខ្ញុំគិតថាបើយួនមានចេតនាដើម្បីរស់នៅក្នុងជាប្រទេសជិតខាងដោយសន្តិភាពនិងមានសមត្ថភាពមិត្តភាពល្អយួនគួរត្រូវតែទទួលស្គាល់នៃប្រវត្តិសាស្ត្រពិតអាហ្នឹងគឺថាជាការមួយប្រសើរហើយខ្ញុំគិតថាយួនឥឡូវយើងបង្ហាញច្បាស់ហើយឃើញថាយួនក៏មានការជឿចាប់ដែរនៅពេលដែលសុបេតិជនចង់វាយកោះមួយដែលយួនបានឲ្យចិនរួចហើយណាមិននៅតែយួនបានខំប្រឹងទៀមទាហោហែចោះទឹកដីរបស់គេប្រព័ន្ធណានៃដែលធំល្វឹងល្វើយហើយរឿងអីគ្រាន់តែរឿងប្រវត្តិសាស្ត្រនេះខ្ញុំចង់និយាយទៅរឿងប្រវត្តិសាស្ត្រខ្ញុំមិនចង់និយាយទេអាដាមឥឡូវយើងអស់ម៉ោងហើយអាដាមបាទអញ្ចឹងវេទិកាដែលស្ដាប់វិទ្យុស៊ីសេរីនៅរាត្រីនេះសូមអរគុណលោកនាងអ្នកស្ដាប់ហើយសូមអរគុណលោកវិក្កាមិនពីដែលបានចូលរួមហើយខ្ញុំបាទយុទ្ធជាមតានឹងសហការីវិទ្យុស៊ីសេរីអស់សូមជម្រាបលានិងសូមអរគុណសូមជម្រាបលាបាទសូមអរគុណ